Chắc bông bồn ca phi chị nơi btiaរបស់នឹងខ្ញុំមកផាំងនេះគឺយើងទិញតាំងពីឆ្នាំទៅណាហើយខែនេះនៅក្រោយផ្ទះគឺយើងមានផ្កាកលាបរីកស្អាតមែនតើកលាបវល្លិហើយនឹងខ្ញុំមកបង្ហាញចាប់ផ្កាហ្វឺជីគឺមានក្លិនក្រអូបយើងអាចទៅមើលនៅសួនក៏បានចាប៉ុន្តែបើយើងមានដាំនៅផ្ទះអញ្ចឹងណាគឺបានស្រង់ក្លិនក្រអូបប្រហើចេញពីផ្កាហ្វឺជីនឹងតែម្ដងចកោមមកហើយនេះប្រភេទផ្កាក្លេម៉ាទីសចាដែលនឹងខ្ញុំទិញដាំកាលពីឆ្នាំទៅដែរហើយផ្កាក្លេម៉ាទីសនេះគឺវាដុះមកវិញរាល់ឆ្នាំចាមិនដឹងថាវាមានមើមមានអីទេអត់បានកាយមើលទេបងប្អូនប៉ុន្តែដឹងថាចប់រដូវរងាដុះត្រួយដុះអីចេញវល្លិមកហ្មងចាចង់ភ្លេចថាដាំផ្កាកលាបវល្លិនេះពេលណានេះអាយុដូចជា5 6ឆ្នាំហើយមើលទៅផ្កាកលាបវល្លិហ្នឹងដាំប្រហែលដើមនៅក្រោយផ្ទះហ្នឹងគឺដំបងដើមតូចទេឡើងញញ័រទូអញ្ចឹងណាដល់ទៅពេលហើយវាបែកមែកហើយយើងតាក់តែងវាទៅពាត់យកទៅដាក់ធ្វើជារបងចាឲ្យវាឡើងតោងអញ្ចឹងណាហើយយើងគ្រាន់តែដាក់ឈើបែបដៃចាពណ៌បៃតងហ្នឹងដោតចូលជាប់ជាមួយនឹងរបងហ្នឹងទៅវាជាប់ហើយប៉ុន្តែពេលខ្ចប់ជុះមកម្ដងគឺថារៀងត្រេតត្រូតដែរតាបងប្អូនចាកន្លែងនេះគឺយើងមានដាំដើមឈើនៅជាប់នឹងដែរដើម្បីទប់កុំឲ្យខ្យល់ព្យុះមកបាក់អីអញ្ចឹងណាប៉ុន្តែដល់ទៅពេលកលាបវល្លិនឹងវាដុះច្រើនទ្រុបទៅគឺយើងកាប់ដើមឈើនឹងចោលហ្មងចាវីដេអូនេះគឺនឹងខ្ញុំថតចាស់ហ្នឹងណាបងប្អូនចាវីដេអូតាំងពីឆ្នាំទៅនោះហើយមានផ្កាផ្សេងដែលយើងទិញយកមកដាំណាហើយផ្កាខ្លះក៏វានៅចាផ្កាខ្លះទៅបាត់ហើយចាដូចជាផ្កាមួយនេះដែលនឹងខ្ញុំលើកបង្ហាញណាប្រភេទនេះគឺវាអន់ទៅចាដោយសារតែយើងទុកនៅក្រៅបើថាខែត្រជាក់យើងលើកចូលក្នុងណាអត់អីទេចាដល់ពេលខែក្តៅវានៅបានដល់ពេលខែត្រជាក់ធ្លាក់តកចាឆ្នាំនេះចោលលុយហ្មងគឺវាអត់ដុះមកវិញទេចប់ហើយផ្កាហ្វូជីអីគឺវាទ្រាំជាមួយអាកាសធាតុត្រជាក់បានណាហើយវាជ្រុះស្លឹកអស់ចឹងទៅវាដុះចេញមកខែនេះមានផ្កាបដ ாய் មានត្រួយមានអីអញ្ចឹងណាហើយក្លេម៉ាទីសក៏ចឹងដែរស្រួលមែនតើគឺនៅពេលខែត្រជាក់ហ្នឹងបាត់ស្រមោលដឹងទៅណាទេនៅតមើមវាខាងក្រោមដីហ្នឹងណាយើងអត់ដឹងឡើងចង់ភ្លេចថាមានដើមហ្នឹងហើយដល់ខែផ្ការីកហ្នឹងវាដុះវល្លិដុះអីចេញមកចេញផ្កាបដ ாய் ហើយផ្កាវាច្រើនណាបើសិនទុកឲ្យវល្លិចាឡើងល្អមែនតើផ្កាធំទៀតណាពូជពិសេសសិលជ្រើសរើសមកឲ្យបងប្អូនចាមានកញ្ចុំចាហើយបងប្អូនជឿអត់គេថាអត់ឲ្យហិតផ្កានៅដើមមិនខ្លាចអភ័ព្វបងប្អូនម៉ាក់នេះខ្ញុំគាត់ប្រាប់អញ្ចឹងណាចាជាទូទៅអ្នកដែលគាត់ស្រឡាញ់ផ្កាគឺគាត់ដាំផ្កាហើយក៏គាត់អាសាហិតដែរតែតើតើអ្នកអត់ស្រឡាញ់ផ្កាហ្មងបានថាអត់ហ៊ានហិតណោះនេះផ្កាមួយនេះស្វាមីនេះខ្ញុំក៏ទិញយកមកទុកធ្វើពូជចាឥឡូវបាត់ទៅណាបាត់ហើយនៅសោះតែដាក់នៅក្នុងផើងហើយខែត្រជាក់ផ្លេចយកចូលតែមួយថ្ងៃពីរអស់ហ្មងឃើញស្លឹកវាស្អាតហ៎ចាហើយប្រភេទផ្កានេះហិតមើលទៅគឺវាអត់មានក្លិនអីទេចាវាគ្រាន់ឈួលតិចប៉ុន្តែស្លឹករបស់វាហ្នឹងគឺមានក្លិនឈួលខ្លាំងចាក្លិនហ្នឹងគឺដេញមូសហ្មងផ្កាហ្នឹងគេហៅប្រភេទពួកអំបូរផ្កាសេរ៉ាញ៉ុំចាវាមានច្រើនប្រភេទណានៅផ្ទះនេះខ្ញុំហ្នឹងមាន4 5ពូជហើយយើងដាំនៅអមជុំវិញផ្ទះចឹងណាដើម្បីដេញមូសផងចាហើយនេះផ្កាមកប្រភេទទៀតមួយនេះក៏បាត់ស្មៅដែរអត់ឃើញទេបងប្អូនអើយផ្កាហ្នឹងគេថាដាំហើយវាដុះមករាល់ឆ្នាំប៉ុន្តែឥឡូវហ្នឹងវាបាត់ទៅណាបាត់ហើយគិតថាវានឹងអាចមានគ្រាប់ជ្រុះមកប៉ុន្តែវាអត់មានគ្រាប់ទេស្ដាយមែនតើនេះពណ៌ស្វាយហើយមានពណ៌រៀងផ្ទៃមេឃដែលនេះខ្ញុំចូលចិត្តពណ៌ហ្នឹងមែនតើស្អាតណាដាក់តាំងជាមួយនឹងរូបទន្សាយនៅក្នុងសួនអញ្ចឹងកាលពីឆ្នាំទៅនឹងឯងហើយគិតថាវាដុះមកទៀតឥឡូវហ្នឹងបាត់អត់នឹងទៅណាតើថាវាចេញផ្កាអីណាបានយើងដឹងហើយនេះយើងមានមុខម្ហូបលុកលាក់សាច់គោចាញ៉ាំផ្ទាប់ជាមួយនឹងនំប៉័ងធ្វើដូចជាសង្វិចអីចឹងដែរណាស្វាមីនឹងខ្ញុំគាត់ថាអីឆ្ងាញ់ម្លេះដោយសារយើងមានសដែកប្រភេទពួកសដែកហៅឡើងតៅហ្នឹងគឺផ្អែមដែលគេញ៉ាំឆៅបានណាយកទៅធ្វើសាឡាត់អីញ៉ាំឆៅបានមានជាតិផ្អែមដូចផ្លែឈើអីចឹងប៉ុន្តែនៅពេលដែលយើងយកវាទៅចម្អិនណាបើបានគ្រាប់រៀងធំចាស់ចាគឺយើងឆាវាមកត្រឡប់ទៅណាឆារៀងឆ្អិនតិចទៅញ៉ាំឆ្ងាញ់ហ្មងសដែកហៅឡើងតៅប្រភេទនេះទោះបីជាយើងឆាមិនឆ្អិនក៏អត់អីដែរព្រោះគេសម្រាប់ញ៉ាំឆៅគេមានពូជញ៉ាំឆៅចាធ្លាប់ញ៉ាំនៅស្រុកខ្មែរយើងគឺគ្រាប់ចេញមកគឺខ្សោះចាអត់សូវមានជាតិសាច់សបកនឹងទេអត់សូវផ្អែមខ្លាំងប៉ុន្តែនៅនេះគេមានពូជផ្អែមដូចផ្លែឈើហ្មងញ៉ាំទៅមិនមែនបន្លែបែបឈ្ងុយឆ្ងាញ់អញ្ចឹងណារសជាតិពូជបន្លែនៅក្នុងប្រទេសជប៉ុនគេចម្រាញ់មកបែបថាឆ្ងាញ់ណាចាពូជពិសេសដល់ពេលយើងដាំទៅចេញមកផ្លែឈើសុទ្ធចាសម្បីសាឡាត់អីហ្នឹងយើងញ៉ាំទៅគឺថាមានជាតិមែនតើនៅក្នុងខែហ្នឹងហ្មងចាសាឡាត់ឆ្ងាញ់
ហើយមេឃរៀងត្រជាក់អញ្ចឹងហើយសាឡាត់នេះគឺដាំដុះនៅសួនបន្លែក្រោយផ្ទះទេបងប្អូនតែដាក់បដោះគ្រាប់ពូជអញ្ចឹងវាឆ្លងកាត់ត្រជាក់ក៏វាអត់ងាប់ដែរសាឡាត់ហ្នឹងចាប៉ាកែដល់ពេលចូលដល់រដូវផ្ការីកបានផលបដ ாய் តែបើទុកបន្តិចទៀតចាំមួយខែទៀតអីដល់ខែ5ខែ6អីគឺវាចាប់ផ្ដើមចេញផ្កាទៅវិញណាហើយមុខអ្នកញ៉ាំគាត់ឲ្យលេខ1ហ្មងនេះគាត់ថាបន្លែហ្នឹងគឺឆ្ងាញ់ឡើងជាតិហ្មងណាញ៉ាំជាមួយសាច់គោជាមួយអីដាំដុះនៅក្រោយផ្ទះខ្លួនឯងចាសុវត្ថិភាពនេះបាយហើយនងគ្នាមកចាប់មូសយៈចាមានតែមួយហ្នឹងហើពេញផ្ទះហើយនងគ្នាដេញចាប់នេះចាប់ហ្នឹងចង់មើលណាថាមូសហ្នឹងវារូបរាងមិនប្លែកមែនតើហ្មងគ្រាន់តែឃើញហើយឡើងភ្ញាក់ផ្អើលបងប្អូនធ្លាប់ឃើញអត់ហើយមូសហ្នឹងដូចអត់ចេះខំមិនទេនេះដូចដៃជើងវាទុនណាវាធំដែរប៉ុណ្ណានៃហើយរបូតហោះឡើងទៅលើដបូលទៀតយកកចាប់ហ្នឹងយកទៅចាំហើយមូសនេះវាមិនវែងផ្លូវបងប្អូនវាចូលមកផ្ទះយើងណាមិនដឹងជាមូសពូជមកពីណាចានៅក្នុងប្រទេសជប៉ុនវាពូជជប៉ុនហ្នឹងហើយបងប្អូនធ្លាប់ឃើញអត់នៅខាងអាមេរិកអីណានឹងខ្ញុំវិញតែឃើញលើកទី1ហ្នឹងឯងគ្រាន់តែឃើញហើយឡើងខ្លាចហ្មងមូសហ្នឹងតែដូចអត់ឃើញតនិចវាខំអីដែរនេះហើយវាតោងចុះតោងឡើងញញ័រនៅហ្នឹងតែនឹងខ្ញុំនាំបងប្អូនទៅមើលផ្កានៅក្រៅផ្ទះបន្តិចមានផ្កាអីខ្លះដុះនេះប្រភេទផ្កាស្មៅណាពណ៌តក្រូចហ្នឹងណាបើសិនជាឃើញគឺគេឲ្យដកចេញដោយសារគេថាវាមានជាតិពុលអីចឹងណាគេខ្លាចប៉ះពាល់ដល់ក្មេងៗអាឡែស៊ីហើយនេះផ្កាប៉េះចាវាចេញផ្កាមកអញ្ចឹងឯងហើយវាចាប់ដើមចេញក្តឹបចេញអីកាន់ផ្លែហើយមកខាងនេះវិញឃើញមេអំបៅមកទុំនេះគឺនាំតកើមកឲ្យបងប្អូនតតែដេញចាប់វាឃើញមួយឡើងប៉ុណ្ណានៃហើយ strawberry ខែនេះក៏ចាប់ដើមផ្លែដែរក្នុងប្រទេសជប៉ុនចាតាមពិតបើ strawberry គេដាំនៅក្នុងផ្ទះសំណាញ់គេហ្មងញ៉ាំតាំងពីខែ1តែនេះយើងដាំនៅផ្ទះយើងចាអរគុណជួបគ្នានៅវីដេអូក្រោយជម្រាបលា